លោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីនឹងយាងចុះមកដល់ហើយដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីនៃយើងដែលព្រះអង្គនឹងយាងចុះមកដល់នៅពេលបន្តិចទៀតនេះលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីនឹងយាងចុះមកដល់ហើយដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីនៃយើងដែលព្រះអង្គនឹងយាងចុះមកដល់នៅពេលបន្តិចទៀតនេះលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលបន្តិចទៀតនេះទេពធីតាឆ្នាំថ្មីនឹងយាងចុះមកដល់ហើយដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រៀមនៅគ្រឿងសក្ការៈបូជាមានដូចជាទៀនធូបផ្កាភ្ញីជាដើមដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីនៃយើងដែលព្រះអង្គនឹងយាងចុះមកដល់នៅពេលបន្តិចទៀតនេះ
វធីតាមួយព្រះអង្គជាមគនិយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអរនៅព្រះការដោយសិទ្ធឈូកអភរណៈកាយមនោរាហស្សហាទ្រង់លោហិតឈាមព្រះហស្សស្ដាំទ្រង់ធ្នូព្រះហស្សឆ្វេងទ្រង់ត្រីសូលទ្រង់គង់ឈរបើកប្រណិតលើខ្នងមេណូមៃសេះជាមគ្គពិហណៈកំឡុងផុតទៅក្រោមការគ្រប់គ្រងខុបខេនដីរបស់ម្ចាស់បងតើប្រជានុរាស្ត្រទទួលបានសេចក្តីសុខកាយសប្បាយចិត្តយ៉ាងណាដែរស្រាប់ទូលម្ចាស់អូនដោយអន្លើងនៃការងារកសាងសង្គមប្រជានុរាស្ត្រទាំងអស់បានសុខសប្បាយណាស់ទាំងការហូបចិនទាំងការស្លៀកពាក់តាមរងទៅតាមប្រពៃណីជាតិជួយកសាងជាតិមាតុភូមិឲ្យរីកចម្រើនទៅមុខជាលំដាប់និងរួបរวมគ្នាយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការក្នុងសង្គមជាតិរបស់គេផងណាម្ចាស់អូនតំណែងស្បាយម្ចាស់អូនបានមកដល់ទីបញ្ចប់សពគ្រប់អស់ហើយសូមម្ចាស់អូនគង់នៅឲ្យបានសុខនិងជួយថែរក្សាមនុស្សលោកនៅក្នុងចំពោះទីនៃព្រះរាជាណាចក្រកម្ពុជាឲ្យរស់នៅបានសេចក្តីសុខដុមរមនាត្រជាក់ត្រជុំសប្បងសប្បាយនិងរួចផុតពីទុក្ខសោករកភ័យជានិច្ចដល់រារៀនទៅណាម្ចាស់អូនម្ចាស់បងសូមម្ចាស់បងទុករាជហឫទ័យលើអូនចុះអូននឹងបន្តភារកិច្ចទីម្ចាស់បងហើយខិតខំប្រឹងប្រែងបង្កើនការរីកចម្រើនលើគ្រប់ភារកិច្ចការងារទាំងអស់ឲ្យកាន់តែប្រសើរឡើងដើម្បីភាពសម្បូរសប្បាយរុងរឿងនៃមនុស្សលោក